បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់មួយដែលពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសម័យការយកមកដោះស្រាយអញ្ចឹងសម័យការរបស់យើងមានសម័យការទី1មកជួរនេះសម័យការទី2មកជួរសម័យការទី3មកជួរអញ្ចឹងសម័យការទាំង3បញ្ចូលគ្នាគេហៅថាប្រព័ន្ធសម័យការអញ្ចឹងដើម្បីដោះស្រាយប្រព័ន្ធសម័យការមានច្រើនរបៀបទេប៉ុន្តែខ្ញុំថ្ងៃនេះខ្ញុំមានតាមរបៀបយកមកចែកម្លែកគឺតាមដោះស្រាយតាម matrix អញ្ចឹងដើម្បីដោះស្រាយតាម matrix បានយើងទៅមើលទៀតថាទៅអាចដោះស្រាយបានរបៀបម៉េចទីមើលលក្ខណៈសម្គាល់ទី1អានេះវាជាការ៉េដោយសារអីខាងលើជួរដេកនេះមាន1 2 3ហើយជួរសំទោសជួរឈរ1 2 3ដល់ពេលជួរដេកអញ្ចឹងជួរដេកមានប៉ុន្មានមាន3ដែរអញ្ចឹងមកជួរមាន3ដែរគេថានេះមកជួរដេកមាន3ដល់ពេលជួរឈរមកជួរអញ្ចឹង3ជួរអញ្ចឹងយើងមើលទៅថាលុះត្រាតែវាជួរស្មើគ្នាដេកស្មើឈរស្មើដេកបានអាចគណនាបានហើយទី2លុះត្រាតែដឺក្រេរបស់វាអញ្ញត្តិរបស់វាទាំងអស់ហ្នឹងសុទ្ធតែជាដឺក្រេទី1តិចមានដឺក្រេទី2ដឺក្រេទី3ដោះស្រាយបានណាលុះត្រាតែដឺក្រេទី1សុទ្ធយល់ហ្មងអញ្ចឹងយើងមើលទៅឃើញថា x1 ក៏ស្វ័យគុណ1 x2 ស្វ័យគុណ2 x3 ស្វ័យគុណ3ហ្នឹងស្វ័យគុណ1ស្វ័យគុណ2ស្វ័យគុណសុទ្ធតែស្វ័យគុណ1ទាំងអស់ប៉ុន្តែនេះគាត់ថាសន្ទុះទេអត់អីទេមានន័យថាតម្លៃ x1 ផ្សេងតម្លៃ x2 ផ្សេងតម្លៃ x3 ផ្សេងតោះឥឡូវដើម្បីទៅដោះស្រាយតាម matrix យើងស្រង់មេគុណយកមកវិញអញ្ចឹងស្រង់មេគុណយកមកវិញអញ្ចឹងគេហៅថា matrix បន្ថែមក្នុង row ទី1វាមាន2មានបានទៀតដក2ខាងនេះ1ហើយ3 1ខាងនេះដក1ហើយ1ដក3 2ហើយយើងខណ្ឌមួយខណ្ឌហ្នឹងបានន័យថាខណ្ឌមួយខាងនេះដាក់សិនមក3 7ប៉ុណ្ណេះខណ្ឌហ្នឹងបានន័យថានៅក្នុងចាប់ពីសញ្ញានេះគូបន្ទាត់នេះមកខាងឆ្វេងបានន័យថាជាអង្គទី1ហើយខាងនេះគឺបញ្ជាក់ថាអង្គទី2មានន័យថាខាងនេះស្មើមកជួរស្មើនេះខាងឆ្វេងស្មើទាំងអស់អង្គទី1ចាប់ពីស្មើមកស្ដាំគឺអង្គទី2តោះមកឥឡូវខ្ញុំចង់បានធ្វើនិយាយទៅគោលបំណងរបស់យើងគឺធ្វើឲ្យ matrix ហ្នឹងទៅជា matrix ឯកតាក៏បាន matrix គេហៅ matrix កត់ទ្រូងក៏បានប៉ុន្តែបើសិនជា matrix កត់matrix ឯកតា matrix ឯកតាគឺយើងទៅធ្វើម៉េចមានន័យថា matrix ឯកតាគឺកន្លែងនេះ1ទាំងអស់ហើយខាងនេះក្រៅពីហ្នឹង0អស់ចឹងនេះមានអានេះឲ្យ1ហើយខាងនេះមានលេខអីមួយមកនេះមានលេខអីមួយមកមានលេខមួយមក A B C អញ្ចឹងទៅអញ្ចឹងយើងអត់ដឹងណាអញ្ចឹងយើងធ្វើម៉េចអានេះសល់1ទាំងអស់តោះឥឡូវយើងទៅឆ្នៃវាម៉េចឲ្យអានេះទៅជា1ទាំងអស់អញ្ចឹងយើងលើកនេះហ្មងអានេះទៅលើកបាន1ហើយខាងនេះដូរកន្លែងគ្នាផ្សេងទៅអញ្ចឹងបានន័យថា R1 រុញទៅ R3 ហើយ R3 រុញទៅ R1 អញ្ចឹងវាបានអីចានេះបាន1ដក3 2អានេះ0រុញមកជួរអានឹងរុញមកជួរនេះរុញមកវិញនេះបាន2ដក2យ៉ាដក2 1អានេះ3អញ្ចឹងអាកដាលអត់មានធ្វើអីទេយើងទុកនៅហ្នឹងបាន7ឥឡូវយើងគោលបំណងរបស់យើងធ្វើឲ្យនេះ0ដូចខ្ញុំនិយាយមកអញ្ចឹងថា3នេះធ្វើឲ្យ0អានេះគឺ1ល្អប៉ុន្តែនៅពេលដែលយើងទូទាត់ទៅវាប្រែប្រួលទៅណាអញ្ចឹងដើម្បីនេះ0យើងធ្វើម៉េចឥឡូវខ្ញុំសរសេរសិនណាខ្ញុំយក R1 3R1 ដក 3R1 ហើយបូក R2 ដាក់ក្នុង R2 ហេតុអីបានសរសេរចឹងធ្វើអានេះ0កាលណា R1 គុណដក3ស្អាតបាននេះជួរនេះគុណដក3បានបាន1គុណនឹងដក3បានដក3ដក3គុណនឹងដក3បានដកបណ្ដកបូកចឹងបាន9 2គុណនឹងដក3បានបានដក6នេះ0គុណដក3បាន0ដដែលហ្នឹងហើយមើលជួរទី2របស់យើង3 1ដក1នេះ7អញ្ចឹងយើងទូទាត់3ដក3 0ឃើញទេនេះបាន10ខាងនេះបានដក6ដក1បានដក7ខាងនេះបាន7នេះមានន័យថាបូកចូលគ្នាអញ្ចឹងអានេះចេញ0ណាមែនទេគោលបំណងរបស់យើងគឺធ្វើអានេះចេញ0
chẳng à tí mũi giờ bên thử ấy tới dân tục năng sân đọ bay vì sốn cho hiện đại này nó là sai dân cực tụ tuột hào ấy sốn đọp đọ bớt hơi bớt lấy dân thua ở đây sốn đã ở đây sốn đó dân vô màn con màn giờ tí mũi con được đọ pí chẳng mùi con đọ pí bạn đọ pí bột nâng pí sồn được chắc bạn đây thà bột bấy đặt nóng bảy chẳng dân con rồi nhá con được bàn màn mùi con được đọ pí bàn đọ pí đọ bảy con được đọ pí bàn của mùi pí con được đọ pí bàn đó buồn sồn con được đọ pí bàn sồn đại hồi nít dương bảy dương đặt một mình pi đỏ pi mùi nít bảy bột chục này thì mất sồn bột bảy bảy đỏ buồn bột mùi bản đó bảy của mùi bột là đỏ pi những bán buồn là sao của mùi đỏ pi giọt buồn đỏ pi bột pi sồn cho nên tranh sồn á sồn buồn đấy đỏ bảy đấy bảy tôi mới dân phơ anh ấy sao sồn đấy anh ấy sao sồn đó lấy dân phơ anh ấy sao mùi sao nè mùi sao chẳng là sân sao mùi như thường mày đọc chạy mát là chạy mùi đọc con đừng bỏ man mình đọc trái là mà trí anh miền tao mà thì trái mà trí miền là bố mà trí đọ mà trí anh đang con mà trí anh miền trái vậy giặt lỏng á chẳng dân con đừng muối phiệt đọc chẳng mà này thà muối phiệt đọc phí đặt nóng phí giật bán nè chẳng anh ấy anh miền ấy mà trí thì muối anh miền ấy thế tục là nè chẳng giật bàn đọ bay pi tự đái sồn này tự đái này chẳng sồn con đằng muối sồn chạy đắp là sồn tự đái này đọc con đằng muối đọc chạy đắp xó mùi còn pal này đọ pal con đằng muối bạn đọ pal chạy đắp là ta đọ pal là lượng đọ thằng đi con đằng vẫn đang khơi còn đằng lại chẳng còn pal đọ chua ti bay ở miền ấy đấy những tục đằng sân này bộ sôn buôn ở đấy bảy bảy rồi đấy đỏ nè bạn tập nhà muối rừng lấy em phơi ở đây sồn đấy ở đây sồn con mà là bảy trên sồn cho đấy con nó giờ chu tí pí đấy đỏ buồn pì đấy hỏi bốt nâng bấy đã được nông bảy con mạch lại là con mạch mơ chua tí pì ở đây sồn con đỏ buồn trên sồn rồi đấy đọ buồn con đằng mùi thì bàn đó buồn đọ buồn con đằng một tơ phiện đọc này đọ buồn con đằng đọ một tơ là anh đang lỡ đọc đọ con đó bổ bố pi sầm rùa là buồn sầm rùa đọc bàn mà bàn pi còn tơ bàn đọc buồn lỡ làm anh ấy tu này buồn được làm anh ấy con đằng ấy cái con đằng mùi được đọc chắc bàn cũng có lời bán này bán con được buồn nữa còn buồn chắc đôi khi đấy còn là không phải nhà chả lấy một bàn đó đó đập buồn là lỡ làm anh ấy bộ đập buồn được làm anh ấy còn không phải nhà trắng anh ấy bàn đỏ buồn này hai bộ là mán này dừng gió tự bộ là bảy này bù đỏ bốn sâu nè chẳng bạn này thằng cái này cứ sâu nè này đỏ buồn lơ pram hay đỏ bằng đập bảy đỏ mà bàn mán đập bốn lơ pram hay đỏ bằng bảy này bảy thì bài về muối là bảy bàn pram đấy con đằng pram càng lớn của con nắng pram 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 bảy đó là pram đỏ đập bốn xò mùi ta nhá đỏ chẳng bạn này thằng cái này cứ vì đấy anh ấy cứ đọ muối là lứa pram đọ mùi lực pram á chùa này lên trong xe sân này cho đặt cao này lịch tốn cái này muối đọ cầm pal được đắp cái này cầm pal được đắp này sốn cái này sốn đá
នេះបានដក1លើ5អានេះបូក3ដែរបូក3នេះយកនេះបូក3ដក14 14លើម៉ានញ៉ាំលើបាត14លើ5ណាអានេះដល់ពីដង14 14លើ5នេះហ៎នេះបូកនេះដកហើយបូកជាមួយនឹង3អញ្ចឹង3លើ1អញ្ចឹងខាងនេះគុណ5ដើម្បីត្រឹមឲ្យបែក5នេះបាន15ដក14បូក15ស្មើ1អញ្ចឹង1នៅលើ5លើ5តោះមកយើងធ្វើអានេះស្មើ1មកយើងគុណនឹងប៉ុន្មានមិន3ចេញ1អញ្ចឹងយក r 3អានេះគុណនឹងសញ្ញាដកមកចេញបូកវិញណាបូកអញ្ចឹងគុណនឹងដក5ដក 5r 3ដាក់ក្នុង r 3មានន័យថាយកអាជួរទី3ហ្នឹងគុណនឹង5ទាំងអស់ហេតុអីគុណនឹង5 5គុណនឹង1អត់5 5ចែក5បាន1ដកគុណនឹងដកបូកអញ្ចឹងអានេះបាន1អញ្ចឹងបាន1ដក3 1ដក3 2អានេះផ្សេងណាមិនផ្សេងយ៉ាត់ច្រឡំគ្នាជួរផ្សេងគ្នាហើយ0នេះ0 1ដក7លើ10នេះ7លើ10នេះបាន0 0ខាងនេះគុណទៅបាន1នេះបានដក1វិញអញ្ចឹងបើយើងគិតទៅថាកន្លែងនេះគឺអីគេកន្លែងនេះយើងមើលបោះដើមគឺ x 3អញ្ចឹង x 3ស្មើប៉ុន្មាន x 3ស្មើ1ចម្លើយរបស់យើងគឺ x 3ស្មើ1សំទោសមិនមែន1ដក1 x 3ស្មើដក1តោះមកយើងយករកទៅរក x 2ទៅរក x 1ប៉ុន្តែសួរទៅរកអញ្ចឹងងាយអត់វារៀងពិបាកតិចដោយសារយើងយកទៅជួសវិញតែឥឡូវអត់ទេយើងព្យាយាមបំបត្តិអាជួរនេះទៀតខាងនេះយើងសល់តែនេះបំបត្តិអាហ្នឹងធ្វើម៉េចឲ្យវាចេញ0អញ្ចឹងសល់នេះអញ្ចឹងបានន័យថា x 1អានេះ x 3ស្មើប្រមាណលេខអានេះ x 2ស្មើប្រមាណលេខអានេះ x 1ស្មើប្រមាណលេខអានេះអញ្ចឹងវិធីសាស្ត្រគឺបែបហ្នឹងតែឥឡូវយើងបំបត្តិអានេះវិញបំបត្តិអានេះឬបំបត្តិអានេះសិនក៏បានស្រេចតែយើងឯងចង់បំបត្តិមួយណាមុនក៏បានឥឡូវបំបត្តិនេះលឿនឥឡូវយើងធ្វើអីដើម្បីអានេះបាត់យើងយកនេះគុណនឹង3មក3ដក3 0មកមែនទេអញ្ចឹងបានន័យថានៅក្នុងនេះសូមសេក្រហមទៅឲ្យវាលះទីកុំឲ្យច្រឡំជួរគ្នាអញ្ចឹងបានន័យថា3 r 2 តែយើងនិយាយពី r 2ណានេះ r 2យើងគុណនឹង3 r 2ហើយយកទៅបូកនឹង r ទី1ដើម្បីបាត់ r ទី1ហើយយកទៅដាក់ក្នុង r ទី1នេះគឺទៅដក r ទី2គុណនឹង3 0គុណ3 0ទៅដែរ0បូក1នៅចេញតែ1ទៅដែរហើយខាងនេះ r ទី2ដែរ1គុណនឹង3បាន3 3ដក3 0អានេះគុណនឹង2គុណនឹង3គុណ3ហើយចាំយកទៅបូក2អូកន្លែងនេះពិបាកតិចឥឡូវយើងយកកន្លែងនេះទៅគុណនឹង3គុណ3អញ្ចឹងបានដក7លើ10ហើយគុណនឹង3 7 3ដង21អញ្ចឹងបានដក21នៅលើ10តបមកយើងយកទៅបូកនឹងណាបូកនឹង2អញ្ចឹងវាបាយរួមមកវា1នេះគុណ10ដែរខាងលើគុណនឹង10ដែរអញ្ចឹងនេះបាន10ចេះនេះ20ដក21អញ្ចឹងបានដក1មែនទេគឺលេខធំដល់លេខតូចសញ្ញាទៅតាមធំអញ្ចឹងនៅលើ10អញ្ចឹងចម្លើយកន្លែងនេះគឺដក1លើ10ដក1លើ10ណាហើយនេះយើងគុណនឹងនេះគុណនឹងប៉ុណ្ណឹងដែរអូគុណនឹងនេះបានបើអត់ដកទេអានេះបូកអានេះបូកឃើញប៉ុណ្នេះតែបូកនឹង0ក៏ចេញប៉ុណ្នេះដែរហើយអញ្ចឹងយើងបាន21នៅលើ10អានេះដាក់មកវិញសិនណា0នៃ1អានេះដក7នៅលើ10
ហើយ7លើ10ហើយ0 0 1នេះដក1ឥឡូវយើងចង់បាត់អីទៀតយើងចង់បាត់អានេះឲ្យទៅជា0ក៏បានខាងលើទៅជា0ក៏បានឥឡូវបាត់ដង7យកហ្មងបាត់យកម្ដង7ដល់យកពឹងវានេះទៅវិញពឹងវានេះទៅវិញចានេះគុណនឹងម៉ានដើម្បីឲ្យបានប៉ុណ្នេះស្មើប៉ុណ្នេះគុណនឹង10លើ7វិញគុណនឹង10លើ7 10លើ7 air 3 10លើ7 air 3បូក air បូកនឹង air 2ហើយយើងយកទៅដាក់ក្នុង air 2នេះមួយឥឡូវអាជួរក្រោមអត់មានធ្វើអីទេយើងទុកវាដដែលនេះ0 0 1អានេះដក1ហើយយើងធ្វើអានេះសិនអានេះ0បូក0ដល់0ទេនេះអានេះគុណប្រមាណគុណទៅគុណនឹង10គុណទៅនេះគុណ10គុណទៅនៅ0ដដែល0បូកនឹង f 3 0បូកនឹង f 2នៅតែប៉ុណ្្នឹងដដែលនៅ1ដដែលទេប៉ុន្តែខាងនេះគុណនឹងម៉ាន1គុណនឹង10លើ7យើងបាន10លើ7 10លើ7អូជាស្រ័យអានេះគុណនឹង7លើ10ប៉ុន្តែច្រឡំផ្ទុយនេះគុណនឹង7លើ10មិនត្រូវណានេះបើសិនជាគុណនឹង1លើ7យើងបាន1លើ7 7លើ10បាទ7លើ10ហើយបូកនឹងដកនេះអញ្ចឹងបានដក7លើ10 7លើ10ដក7លើ10អានេះចេញ0បាត់0ខាងនេះគុណនឹង1 7លើ10ទៀតឃើញដក7លើ10ដក7លើ10ហើយបូក7លើ10ចេញ0ទៀតអូកន្លែងនេះចេញ0បាត់កន្លែងមើលកន្លែងនេះមួយទៀតលើនេះមានដក1លើ10អញ្ចឹងយើងគុណនៅនេះធ្វើម៉េចឲ្យចេញបូក1លើ10អញ្ចឹងយើងគុណនឹង1ទៅលើ10ដែរបាទអញ្ចឹងគុណ1លើ10មានន័យថា1 air 1លើ10 air 3បូកជាមួយនឹង air 1ដាក់ក្នុង air 1តោះឥឡូវអានេះ1គុណនឹង1លើ10បាន1លើ10 1លើ10អានេះអីគេ1លើ10ដក1លើ10ចេញបាន0កន្លែងនេះចេញ0ណាអានេះ0 0បូក0នៅ0ដដែលអានេះ0គឺ0គុណនឹង1លើ10 0 0បូក1 1ហើយខាងនេះគុណនឹង1លើ10អញ្ចឹងបានដក1លើ10នេះបានដក1លើ10ដក1លើ10បូកនឹង21លើ10បានប៉ុន្មានបូកនឹង21លើ10 21ដក1សល់20 20លើ10បាន2អញ្ចឹងកន្លែងនេះបាន2អញ្ចឹងយើងអាចសន្និដ្ឋានបានណាសន្និដ្ឋានបានថានៅក្នុងជួរនេះគឺ x1 កន្លែងនេះ x1 កន្លែងនេះ x1 ហ៎ x1 ស្មើប៉ុន្មាន2កន្លែងនេះជួរអីគេ x2 x2 0 x3 ដក1អញ្ចឹងយើងដូចនេះប្រព័ន្ធសមីការរបស់យើងខ្ញុំដាក់កាត់យកមក x1 ស្មើ2 x2 ឲ្យយើងស្មើ x2 របស់យើងស្មើ0 x3 របស់យើងស្មើដក1បាទអានេះគឺនៅក្នុងសមីការ3អញ្ញត្តិបាទ3អញ្ញត្តិអញ្ញត្តិទី1 x1 អញ្ញត្តិទី2 x2 អញ្ញត្តិទី3 x3 អញ្ចឹងគឺបានចម្លើយប៉ុណ្ណឹង x1 ស្មើ2 x2 ស្មើ0 x3 ស្មើដក1បាទអញ្ចឹងបើសិនជាយើងធ្វើយូរទៅវាស៊ាំដៃលះលហួនគឺប្រើពេលលឿនជាងដោះស្រាយសមីការប្រព័ន្ធសមីការប្រព័ន្ធសមីការកាលនៅថ្នាក់ទី10 11នោះគឺលឿនជាងឆ្ងាយមែនទែនហើយត្រូវភាគរយត្រូវច្រើនដោយសារខាងនេះលឿនហើយយើងដោះស្រាយលេខទូចប៉ុន្តែបើប្រព័ន្ធសមីការកាលរៀនទី10 11គឺលេខយើងបំបត្តិចុះបំបត្តិឡើងវិញអញ្ចឹងណាអញ្ចឹងអត់មានអីទេមានប៉ុណ្ណឹងហើយបើសិនជាឆ្ងល់អីអាចសួរបន្តទៀតបានអញ្ចឹងបាទអញ្ចឹងសូមអរគុណ